ឃើញអូនៅជុំមានបញ្ហាអីមែននៅពេលដែលយើងទៅដល់ផ្ទះឡើងទៅមើលយាយខ្ញុំគាត់ដេកស្លាប់បាត់យើងវាយំគាត់យំអត់ចាញ់ដោយសារតែយើងរស់នៅមួយគាត់វាលំបាកច្រើនតាក់ទងទាំងការអត់មានលុយចាយខ្លះអត់បាយញ៉ាំអីក៏មានដែរគាត់តែងតែជំរុញទឹកចិត្តខ្ញុំធ្វើមិនក៏ដល់ឲ្យខ្ញុំរៀនចប់ទី12អរគុណគាត់សម្រាប់ពាក្យជូនពររបស់គាត់តែងនិយាយថាធ្វើជាមនុស្សម្នាក់រស់នៅយើងធ្វើជាដំបូងក្នុងខ្ពស់សម្ដីគេប្រៀបដូចជាទឹកចឹងខ្ញុំយល់អត្ថន័យគាត់ដល់10ថ្ងៃពួកគាត់ចង់បញ្យល់ឲ្យយើងនៅពេលដែលគេមើលងាយយើងត្រូវធ្វើជាដំបូងមួយដល់ខ្ពស់ទើបអាចយើងគ្រប់គ្រងខ្លួនឯងបានហើយចាប់ពីពេលនោះមកខ្ញុំក៏បែកបាក់គ្រួសារទាំងអស់ខ្ញុំរស់នៅតែម្នាក់ឯងក្នុងផ្ទះចាប់ពីយាយគាត់បានចែកឋានទៅខ្ញុំប្រឹងរៀនចាប់ពីទី12ពេលខ្លះអត់មានលុយចាយអីចឹងទៅប៉ុន្តែខ្ញុំមានមុខរបរមួយដែលគេហៅថាស្មូតណាបងខ្ញុំទៅស្មូតនៅវត្តនៅអីដើម្បីយកលុយគ្រប់គ្រងការរៀនសូត្រខ្លួនឯងដូចជាទុកដោះស្រាយអីផ្សេងៗចឹងទៅបងមានអ្នកខ្លះគេតសើមានអ្នកខ្លះក៏គេសើចចំអកមើលងាយយើងដែរទៅដល់ការស្មូតចឹងណាបងពេលខ្លះទៅគេប្រើសម្ដីនិយាយសើចថាថ្ងៃហ្នឹងថ្ងៃមានអុជធូបអីអត់ហើយយើងក៏ឆ្ងល់អុជធូបអីគេបងពេលខ្លះគេក៏ប្រាំអុជធូបបន់ឲ្យមានអ្នកឈឺអ្នកស្លាប់ច្រើននេះទៅខ្ញុំគាត់តែលើសម្ដីគាត់អញ្ចឹងខ្ញុំក៏សើចដើរចេញទាំងពួកអីពេលខ្លះគេអត់យល់ពីអារម្មណ៍យើងអញ្ចឹងទៅបងពួកខ្ញុំជាមនុស្សស្រឡាញ់សិល្បៈខ្លាំងហើយអ្នកទេសអីក៏គាត់ជំរុញដែរតាក់ទងទៅនឹងខាងសិល្បៈអីចឹងទៅនិយាយទៅពិបាកតាក់ទងនឹងការចំណាយហូបចុកអត់ទាន់មានអ្នកជួយជំរុញជុំចែងពីគ្រួសារច្រើនទេពងពាក់លើខ្លួនឯងពួកពេលនោះខ្ញុំទៅថាអីក៏ខ្ញុំធ្វើដែរឲ្យតែបានលុយដើម្បីមករៀនមូលហេតុដែលខ្ញុំចូលផ្នែកប្រឹក្សាចលនាទ្រព្យខ្ញុំគិតថាទី1អាចផ្លាស់ប្ដូរខ្ញុំច្រើនទី2ឲ្យខ្ញុំអាចជួបមនុស្សជុំវិញខ្លួនឲ្យខ្ញុំកាន់តែក្លាហានជាងមុនខ្ញុំគិតថាមានតែផ្នែកអចលនទ្រព្យទេទើបអាចធ្វើឲ្យខ្ញុំផ្លាស់ប្ដូរជីវិតខ្លួនឯងឬក៏ជាឲ្យខ្លួនឯងនឹងរកកាន់តែខ្លាំងអញ្ចឹងណាបងពីមុនដូចជាអត់ទេបងអត់ទេដោយសារវេនបដោតចប់ទី12ខ្ញុំចូលខាងវិចិត្រសិល្បៈផ្នែកសិល្បៈខ្មែរប៉ុន្តែក៏ពេលនោះយើងក៏គិតថាពិបាកចេះចូលក៏យើង scroll មើលការងារអញ្ចឹងទៅត្រូវឃើញការងារក្រុមហ៊ុនគាត់ផុសខ្ញុំក៏ចាប់អារម្មណ៍ក៏ចាប់ផ្ដើមដាក់ CV មកសម្ភាសអីក៏បានទទួលជាប់អញ្ចឹងណាបងសម្រាប់ការងារផ្នែកចលនាទ្រព្យនេះគឺផ្លាស់ប្ដូរខ្ញុំច្រើនមែនទែនបងផ្នត់គំនិតការគិត mindset ផ្សេងហើយផ្លាស់ប្ដូរទាំងអញ្ញថាយើងឥឡូវនេះយើងអត់ទាន់ដល់កម្រិតមួយដ៏ខ្ពស់ទេគឺយើងកម្រិតមួយដ៏ទាបប៉ុន្តែគឺយើងខុសពីកម្រិតដែលមុនអញ្ចឹងខ្ញុំគិតថាការងារផ្នែកចលនាទ្រព្យនេះគឺធ្វើឲ្យមនុស្សក៏ដូចជាខ្ញុំគឺក្រោខ្លាំងមែនទែនគោលដៅធំបំផុតនៅក្នុងផ្នែកចលនាទ្រព្យនេះខ្ញុំចង់ឲ្យខ្លួនឯងពូកែផ្នែកខាងលក់ក៏ដូចជាទំនាក់ទំនងភ្ញៀវដោះស្រាយបញ្ហាភ្ញៀវផ្សេងៗចង់ឲ្យខ្លួនឯងក្រោកាន់តែខ្លាំងពិសេសគឺរកលុយបានកាន់តែច្រើនគ្រប់គ្រងគ្រួសាររបស់ខ្ញុំកុំឲ្យពួកគាត់ពិបាកទី2សម្រាប់គោលដៅខ្លួនឯងដែលខ្លួនឯងពងប្រធាននៅក្នុងចិត្តទី3គឺខ្ញុំចង់ដោះស្រាយបំណុលគ្រួសាររបស់ខ្ញុំអ្នកដែលគាត់ថ្មីថ្មោងប៉ុន្តែគាត់ឆ្លាញ់ទៅលើវិស័យអចលនទ្រព្យអញ្ចឹងណាបងខ្ញុំដឹងថាអ្នកខ្លះគាត់គិតថាអូតចេះភាសាគឺមិនមែនទេអ្វីដែលសំខាន់គឺការបដិញ្ញាចិត្តនិងផ្នត់គំនិតរបស់យើងពួកអីវិស័យអចលនទ្រព្យគឺយើងមិនផ្ដោតទៅលើអ្នកចេះឬក៏អ្នកឆ្លាតទេគឺយើងពឹងទៅលើអ្នកតស៊ូនិងអ្នកគាត់បដិញ្ញាចិត្តថាធ្វើឲ្យបានអញ្ចឹងពួកអីការងារនេះដូចខ្ញុំអញ្ចឹងខ្ញុំដំបូងគឺអត់ចេះអត់ដឹងថាខុនដូបែបម៉េចផ្ទះបែបម៉េចវិស័យចលនាទ្រព្យបែបម៉េចគឺយើងអត់ដឹងហ្មងប៉ុន្តែនៅពេលដែលយើងបដិញ្ញាចិត្តថាយើងត្រូវតែនេះហើយមានការបង្រៀនពីបងរ៉ាក់ក៏ដូចជាបងនីនហើយនឹងបងគាត់ដែលជាសិស្សច្បងរបស់យើងណាគាត់ជួយបរៀនយើងទៅក៏យើងចាប់ផ្ដើមខិតខំរៀនសូត្រពីខ្លួនឯងយកចំណេះដឹងថ្មីទើបយើងអាចធ្វើបានអញ្ចឹងសម្រាប់នេះគឺយើងមិនប្រកាសថាអ្នកដែលថ្មីគាត់ស្រឡាញ់តតែបកកែតតែអីទេសំខាន់គឺលើយើងខ្លួនឯងអ្នកបដិញ្ញាចិត្តខ្លួនឯងអញ្ចឹងណាបងអូខេអរគុណបញ្ញាចំពោះការទីខ្លាំងមែនតើអរគុណបញ្ញាអរគុណបង